សូមស្វាគមន៍មកកាន់កម្មវិធី Anna Talk Show ក្នុងថ្ងៃនេះនាងខ្ញុំនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាទស្សនាប្រធានបទថ្មីមួយទៀតហើយពាក់ព័ន្ធទៅនឹងអនុស្សាវរីយ៍កាលពីនៅវ័យក្មេងៗដែលបងអូនស្រីនឹងចែករំលែកតាក់ទងទៅនឹងអនុស្សាវរីយ៍ក៏ដូចជាអារម្មណ៍និងការចងចាំល្អកាលពីកំឡុងពេលដែលបងអូនបានឆ្លងកាត់ជីវិតជាយុវវ័យជាពិសេសគឺអារម្មណ៍ដែលបានធ្វើខុសជាមួយនឹងអ្នកមានគុណហើយគាត់មានអ្វីចង់អរគុណនិងសូមទោសទៅកាន់អ្នកមានគុណរបស់គាត់យ៉ាងណាខ្លះនោះយើងជួបជាមួយនឹងបងស្រីតែម្ដងចា៎ជំរាបសួរអូនជំរាបសួរបងនិងជំរាបសួរអ្នកទាំងអស់គ្នាចាណែនាំខ្លួនទៅដល់ប្រិយមិត្តរបស់យើងបន្តិចសិនខ្ញុំឈ្មោះសុខាសុខាអាចរៀបរាប់ពីអារម្មណ៍យើងកាលពីនៅក្មេងៗបន្តិចថាកំឡុងពេលយើងនៅក្មេងៗហ្នឹងអនុស្សាវរីយ៍ដែលចងចាំបំផុតជាងគេសម្បូរដំបូងដែលបងសួរទៅកាន់បងអូនធ្លាប់លួចលុយម៉ែអត់ធ្លាប់បងធ្លាប់អញ្ចឹងហ៎ហ្នឹងហើយលួចយកទៅទិញអីញ៉ាំព្រោះរិសាកាត់ឲ្យហើយតែយើងក្មេងៗយើងអត់នេះយើងចង់ញ៉ាំរហូតចង់និយាយរួមគិតតែពីចង់ញ៉ាំអញ្ចឹងទៅមកយើងលួចឲ្យម៉ាក់គាត់មកវិញគាត់ដឹងថាលួចគាត់ថាតែលួចមួយសារទៀតដឹងកាត់ដៃចោលហ្មងសាហាវម៉ាក់ខ្ញុំសាហាវបើតែគាត់ឃើញកាត់អត់ក៏មានកាត់ទេគាត់លោយើងលេងហ្នឹងសាហាវចាប៉ុន្តែនេះគឺជាអនុស្សាវរីយ៍យើងចងចាំជាងគេកំឡុងពេលដែលយើងនៅក្មេងចុះចង់ដឹងពាក់ព័ន្ធជាមួយនឹងកំឡុងពេលដែលយើងនៅក្មេងធ្លាប់ត្រូវបានម៉ាក់វាយញឹកញយជាងគេឬក៏ប៉ាវាយញឹកញយម៉ាក់ញឹកប៉ាដែរលេអត់ដែរប៉ះហ្មងម៉ាក់គឺរងថ្ងៃអញ្ចឹងមួយថ្ងៃបានដងមួយថ្ងៃ3ពេលហ្នឹងទៅវាយទាំង3ពេលរត់ជុំវិញផ្ទះហ្មងហ្នឹង Oh my god អញ្ចឹងមកន័យថានៅពីតូចយើងខូចស្ទើរទេត្រូវទេសុខាឃើញញ៉ាំបាយហ្មងចាញ៉ាំបាយដល់ទឹកភ្នែកស្រក់ចូលចាស់មកញ៉ាំកើតចាស្នាមញញឹមនឹងការសើចនេះគឺរៀលតែម្ដងអ្នកនរគ្នារៀលចិត្តចាចុះកំឡុងពេលដែលយើងនៅក្មេងយើងចាំថាតើយើងជួយចិត្តលេងអីគេជាងគេក្នុងចំណោមខ្ញុំចូលចិត្តលេងរបស់ប្រុសជាងព្រោះសាររបស់ស្រីអត់ចូលចិត្តទេអូខេប្រុសពេលច្រើនចូលចិត្តលេងអីគេដែរអើយលេងកលឹះយន្តលេងមនុស្សយន្តលេងកលឹះយន្តមនុស្សយន្តណាចាហើយចូលចិត្តមនុស្សយន្តអីគេដែរអើយដូចបេនថេនមែនអីហ៎ចូលចិត្តខាងប្រុសហ្នឹងហ្នឹងប៉ុន្តែអត់ចូលចិត្តមើលប្រុសទេអត់ចូលចិត្តអត់សូវចូលចិត្តទេឃើញមានអារម្មណ៍ថាដូចរៀងចាវគ្នាចាក់គ្នាអត់សូវចូលនិយាយលេងទេអរគុណចុះក៏ចង់ដឹងដូចគ្នាអនុស្សាវរីយ៍ដែលយើងគិតថាឈឺចាប់ជាងគេនៅក្នុងកំឡុងពេលយើងនៅក្មេងគិតថាជាអ្វីដែរដូចជាការធ្លាក់ឬក៏ដួលឬក៏បុកឬក៏ប៉ះអីមួយឬក៏ត្រូវបាននរណាម្នាក់ក្បត់ទំនុកចិត្តរបស់យើងកាលនៅក្មេងឬមិត្តភ័ក្តិរបស់យើងឬក៏ណាគេម្នាក់ធ្វើឲ្យយើងឈឺចាប់ឬក៏ជេរយើងវាយយើងអីចឹងមានទេអត់សូវអីរឿងហ្នឹងតែរឿងមួយគឺចាំមិនភ្លេចគឺដួលម៉ូតូអូនៅពេលធ្លាប់ដួលម៉ូតូដែរណោះរៀនតែរៀនជិះឬក៏មិនដែរអត់ទេហើយទឹមទី6បងតែជិះថាទៅទិញអីញ៉ាំក៏ហក់ម៉ាក់តែទៅមើលគេរំបាស់ទៅរំមើលគេទៅមើលទៅលួចមើលគេរំទាំងបាស់ឬក៏ចង់ទៅរំដែរទៅមើលព្រោះសារបង9ជិះគាត់ទៅតែម៉ូតូហ្នឹងយើងអ្នកបើឬក៏ពួកគាត់អ្នកបើបងគាត់បើអូអញ្ចឹងពេលហ្នឹងត្រូវគេខ្លះដែរអស់24ថ្ងៃអូប៉ះចាំកន្លែងណាដែរជើងអូចាជើងកូនស្រីផងត្រូវជើងប្រកាសណាស់ថាម៉ែវាយខ្លាំងហើយត្រូវអត់ទេគាត់វាយថែមទេអត់ទេគាត់ភ័យព្រោះសារពេលហ្នឹងភ្ជុំហ៎អូចាចេសនាគាត់ភ័យជាទូទៅម៉ាក់ធម្មតាទូទៅភ័យច្រើនវាយថែមអត់ទេវាយបងព្រោះសារនាំប្អូនតែនាំនិយាយរួមធម្មតាបងគឺខុសជានិច្ចចាឲ្យតែកូនពៅត្រូវអីមួយធ្ងន់ធ្ងរគឺនឹងអវាយបងអីភាច្រើនចុះខាងហ្នឹងធ្លាប់មានអនុស្សាវរីយ៍របៀបថាឧទាហរណ៍ថាយើងធ្វើអីមួយឧទាហរណ៍យើងអ្នកធ្វើអាហ្នឹងឲ្យបែកដូចយើងធ្វើបែកកញ្ចក់អីប៉ុន្តែយើងទម្លាក់ខុសទៅលើបងយើងឬក៏យើងចោតបងយើងអីអញ្ចឹងហ្នឹងហើយធ្លាប់ប៉ាធ្លាប់វាយបងខ្ញុំពូរីសាខ្ញុំចង់បានលុយច្រើនទៅរៀនតែអត់ចង់សុំគាត់ឲ្យគាត់ទៅសុំប៉ាខ្ញុំតែប៉ាអ្នកវាយបងពូរីសាគាត់ដឹងថាបងខ្ញុំយកលុយទៅចាយច្រើនដឹងថាយកមកឲ្យខ្ញុំឯងខ្ញុំទឹកចិត្តបងខ្ញុំគឺឡខ្លាំងបងអត់មានលុយឲ្យប្អូនរហូតមកអញ្ចឹងមិនន័យថាសុខគេត្រូវបំពាត់ជំនួសប្អូនឲ្យតែប្អូនសុបាយចិត្តអូបងស្រីឬបងប្រុសដែរបងស្រីអូបងស្រីចាកាត់តញូជាមួយគ្នាណាចាដូរម៉ូតូទៅមើលធុងបាសក៏ជាមួយគ្នាដែរនិយាយលេងទេអរគុណហើយសុខាគិតថាកំឡុងពេលយុវវ័យដែលយើងបានឆ្លងកាត់រហូតមកដល់ពេលនេះឥឡូវនេះអាយុប៉ុន្មានដែរ21អូ21ឆ្នាំហើយគិតថាអនុស្សាវរីយ៍ដែលយើងមានកាលពីនៅក្មេងៗហ្នឹងពេលដែលយើងនឹកឃើញត្រឡប់មកវិញអញ្ចឹងយើងសប្បាយចិត្តអត់សប្បាយព្រោះចង់
ថយពេលវេលាទៅក្រោយវិញពលិសាពេលធំឡើងយើងគិតច្រើនយើងត្រូវដោះស្រាយឆ្លងកាត់រឿងរ៉ាវច្រើនត្រូវទេចាធម្មតាយើងជាមនុស្សធំតែចង់វិលទៅត្រឡប់ទៅចាស់តែមនុស្សចាស់តែចង់វិលមកក្មេងវិញហីត្រូវទេចាប៉ុន្តែដល់ពេលយើងនៅក្មេងយើងចង់ចាស់ចង់ឆាប់ធំចង់ឆាប់ធំបានដើរលេងធ្វើនេះធ្វើនោះអីចឹងទៅនិយាយទៅគឺផ្ទុយគ្នាបែបហ្នឹងប៉ុន្តែដល់ពេលដែលយើងមកដល់កន្លែងហ្នឹងដល់ចំណុចហ្នឹងយើងអត់ពេញចិត្តនៅអ្វីដែលយើងកំពុងតែឆ្លងកាត់ទេត្រូវអត់អញ្ចឹងគិតថាអនុស្សាវរីយ៍ដែលយើងមានកាលពីពេលកន្លងទៅហើយនឹងប្រៀបធៀបជីវិតរបស់យើងនាពេលបច្ចុប្បន្ននេះគិតថាធ្លាប់ធ្វើខុសនិងធ្លាប់ធ្វើអីដែលមិនស័ក្តិសមនឹងមិនគប្បីជាមួយនឹងអ្នកមានគុណរបស់យើងទេកន្លងមកធ្លាប់បងធ្លាប់តែគាត់និយាយតិចនឹងប៉ះពាល់អត់បានទេគឺខំចាក់សោក្នុងបន្ទប់នៅហ្មងអត់មានចាញ់អីគាត់ហាញ៉ាំបាយមិនគាត់ចាញ់ឲ្យលុយគាត់យកដែរសុខចិត្តទៅរៀនមានលុយណាចាយលុយណាហ្មងដល់គាត់មកនិយាយមុនឬអីហ្នឹងបានអូខេព្រមនិយាយមួយគាត់វិញអញ្ចឹងពេលហ្នឹងយើងប្រហែលជាអាយុប៉ុន្មានដែររៀងចាស់ដែរអីរៀងប្រហែលជាទី10ទី11ហ្នឹងដល់ឥឡូវចាអញ្ចឹងបានន័យថាកំឡុងពេលក្រោម20ឆ្នាំគឺយើងរៀងឆេវឆាវយើងរៀងឆាប់តូចចិត្តអន់ចិត្តនិយាយរួមនៅចរិតក្មេងច្រើនត្រូវទេចាប៉ុន្តែឈានដល់អាយុ20ឆ្នាំនេះមានអារម្មណ៍មួយថាខ្លួនឯងរៀងចាស់ទុំជាងមុនហើយនៅហើយគិតគូរពីរឿងអនាគតចង់ធ្វើគេខ្លះហើយមុនចូលដល់សំណួរហ្នឹងក៏ចង់ដឹងដូចគ្នាមុនហ្នឹងបាននិយាយថាខឹងម៉ាក់ចាក់សោខ្លួនឯងនៅក្នុងបន្ទប់អត់និយាយជាមួយពួកគាត់អីអញ្ចឹងទៅអញ្ចឹងក៏ចង់ដឹងដូចគ្នាថាកំឡុងពេលហ្នឹងអារម្មណ៍របស់ប្អូនខ្លួនឯងមានអារម្មណ៍ថាខុសអីខ្លះអត់នៅពេលដែលធ្វើឲ្យគាត់យំធ្វើឲ្យគាត់ពិបាកចិត្តដោយសារយើងអីអញ្ចឹងគិតថាខំពូរិសាយើងកូនយើងអត់ត្រូវឈ្នះម៉ាក់ប៉ាត្រូវបងឥឡូវហ្នឹងតែគិតឃើញអញ្ចឹងទៅហ្នឹងហើយពេលហ្នឹងអត់មានគិតថាត្រូវខុសអីគឺមួយឆាវហ្មងតែមួយឆាវបាត់ទេប៉ុន្តែនៅពេលដែលយើងឈានមកដល់វ័យនេះយើងមានអារម្មណ៍មួយថាយើងដឹងពីទឹកចិត្តរបស់ពួកគាត់យើងយល់ថាមិនគួរណាធ្វើដាក់ពួកគាត់បែបហ្នឹងទេចាអញ្ចឹងអារម្មណ៍ដែលប្អូនបានឆ្លងកាត់ជីវិតដែលយើងឆ្លងកាត់កន្លងមករយៈពេលជាង20ឆ្នាំកន្លងមកនេះអញ្ចឹងគិតថារសជាតិនៃជីវិតរបស់ប្អូនដែលឆ្លងកាត់កន្លងមកនេះមានអ្វីដែលគិតថាមិនគួរណាខ្លួនឯងត្រូវធ្វើបែបហ្នឹងហើយមានអ្វីដែលអូនឯងគិតថាវាស័ក្តិសមហើយដែលខ្ញុំបានឆ្លងកាត់នៃជីវិតបែបហ្នឹងហ្នឹងហើយរឿងមិនសមហ្នឹងគឺខឹងម៉ាក់ប៉ាខុសរឿងគាត់និយាយតិចគាត់បានដែរហ្នឹងហើយវិញចង់លុបអាហ្នឹងចោលចង់ឲ្យមានរឿងហ្នឹងទីទេព្រោះភាសានេះហ្មងអត់វាមិនសមណាស់ទៅខឹងដាក់គាត់បែបហ្នឹងឬក៏គាត់ប្រាប់ឲ្យល្អទេតែយើងមកឆាវហ្នឹងហ្មងពេលហ្នឹងទោះបីជាថាគេប្រាប់ថាគោក៏យើងគិតថាកបីដែរត្រូវអត់ចាយើងគឺអត់ខ្វល់ទេសំខាន់គឺខ្លួនឯងធ្វើយ៉ាងណាឲ្យឈ្នះពេលហ្នឹងហើយគិតអីគឺចង់ធ្វើហ្នឹងអត់ចង់ឲ្យអ្នកគេប្រឆាំងជាមួយនឹងគំនិតនឹងចិត្តរបស់យើងឯងត្រូវអត់សម្បីតាឪពុកម្ដាយជាដើមអញ្ចឹងមានអីចង់ផ្ដាំផ្ញើទៅដល់បងប្អូនដែលគាត់ឬក៏មានជាពាក្យអីលើកទឹកចិត្តទៅដល់បងប្អូនផ្សេងៗទៀតទេបើសិនជាគាត់ឆ្លងកាត់នៅជីវិតយុវវ័យកំឡុងពេលហ្នឹងក្រោមអាយុ20ឆ្នាំឧបសគ្គនិងបញ្ហាវាប្រកបណាស់ហើយថានឹងមាននៅក្នុងជីវិតទៅទេអញ្ចឹងមានអីចង់ផ្ដាំផ្ញើទៅដល់ពួកគាត់ដែរទេហ្នឹងហើយសម្រាប់ខ្ញុំសូមផ្ដាំផ្ញើទៅបងប្អូនសប្តាហ៍ថ្ងៃនេះឃើញរៀងនេះបែបតាមគ្នាអញ្ចឹងបើម៉ាក់ប៉ាប្រាប់អីហ្នឹងយើងគួរតែស្របតាមគាត់ផងទៅយើងកុំចង់ឈ្នះចាញ់គាត់ឲ្យម៉ាក់ប៉ាយើងទេគាត់ប្រាប់តែយើងល្អទេមិនមែនគាត់ប្រាប់ឲ្យយើងដើរផ្លូវខុសទេចាគួរតែស្ដាប់គាត់ចាចុះមិញហ្នឹងបាននិយាយអំពីចំណុចដែលយើងមិនគួរធ្វើចុះឥឡូវចំណុចដែលអូនគិតថាអូនឆ្លងកាត់ជីវិតយុវវ័យហ្នឹងមកគឺអូនសប្បាយចិត្តនិងពេញចិត្តជាមួយនឹងវាគឺជាអ្វីដែរពេញចិត្តដោយម៉ាក់ប៉ាគាត់អត់នេះឲ្យយើងមានអារម្មណ៍ថាគាត់ផ្គត់ផ្គង់យើងបានល្អយើងពេញចិត្តនឹងដែលយើងកើតក្នុងគ្រួសារហ្នឹងព្រោះគាត់អត់ដែរធ្វើឲ្យយើងពិបាកអីគាត់សុខចិត្តបាក់ខ្លួនឯងឲ្យតែយើងស្រួលឲ្យយើងសប្បាយចានេះគឺជាអ្វីដែលអូនពេញចិត្តនឹងជីវិតដែលខ្លួនឯងមានគ្រួសារដ៏ល្អមានប៉ាម៉ាក់ដែលស្រឡាញ់ហើយជាពិសេសមានប៉ាម៉ាក់នៅជុំគ្នារស់នៅជាមួយគ្នាហើយគាត់ប្រឹងប្រែងឆ្លងកាត់ឧបសគ្គនិងបញ្ហាអ្វីក៏ដោយគឺគាត់នៅតែពុះពៀគ្រប់ឧបសគ្គទាំងអស់ដើម្បីធ្វើយ៉ាងណាឲ្យជីវិតកូនគឺរស់នៅដោយសុខស្រួលត្រូវទេចាពិសេសមែនតែនហើយចុះពាក់ព័ន្ធជាមួយនឹងជីវិតនេះពេលបច្ចុប្បន្នវិញឥឡូវនេះបងអូនឈានចូលដល់វ័យ20ឆ្នាំហើយ21ឆ្នាំហើយចា៎អញ្ចឹងកម្រងនៃគោលដៅជីវិតរបស់ខ្លួនឯងឥឡូវនេះកំពុងតែធ្វើការឬក៏មិនទាន់មានការងារធ្វើទេឬក៏យ៉ាងណាដែរនៅបងអត់ទាន់ទេតើរៀនឆ្នាំទី4ឆ្នាំទី4ហើយប៉ុន្តែបងអូនក៏កំពុងតែមាន plan
ស្វែងរកការងារធ្វើ ចាចុះ plan ចង់ធ្វើការងារនឹងចង់ធ្វើការងារផ្នែកអីគេដែរ ចង់ធ្វើជំនួយការគណនេយ្យបងព្រោះសារខ្ញុំរៀនគណនេយ្យស្រាប់អញ្ចឹង ចាពាក់ព័ន្ធជាមួយនឹងគោលដៅនៃជីវិតរបស់បងអូនបានលើកឡើងហើយចុះបច្ចុប្បន្ននេះមានសង្សារហើយឬនៅឬក៏នៅទេណោះហើយមុនហ្នឹងបានលើកឡើងដែរកាលនៅក្មេងៗអូនធ្លាប់ចូលចិត្តលេងរបស់បែបក្មេងប្រុសៗអីចឹងទៅចុះចាប់អារម្មណ៍ស្រឡាញ់មួយប្រុសអត់ ចាប់អារម្មណ៍ហ្នឹងចាប់ព្រោះមានក្រាស់គេអូធ្លាប់ក្រាស់គេដែរណោះចាហើយចឹងអាចនិយាយពីបទពិសោធន៍នៅអនុស្សាវរីយ៍ការក្រាស់គេនឹងខ្លីៗទ្រុសតិចបានអត់បានបងក្រាស់គេ3ឆ្នាំបានគេធ្វើសង្សារតែអត់សូវស្រឡាញ់គេវិញចាមិនចឹងមានអារម្មណ៍ថាដូចញញ៉ៃតែបើបែកគេបាយគេមានប្រពន្ធមានអារម្មណ៍ថាឈឺចាប់ Oh my god ចឹងមិនន័យថាយើងក្រាស់គេហើយបន្តមកទៀតយើងក៏បានធ្វើជាសង្សារនឹងគ្នាហើយបន្តមកទៀតយើងក៏បានបែកគ្នាទៅវិញហើយបន្តមកទៀតគេមានប្រពន្ធចោលបាត់ចាហើយគេយើងខូចចិត្តចារឿងរ៉ាវស្នេហាយើងជាមុខជាបងតិចតែយើងអត់អីទេធម្មតាជីវិតបោកស្វាមចាគេបោកឡើងស្វាមហើយចាគេបោកអីខ្លះឥឡូវនេះនិយាយមើលអូយយើងខំល្អមួយគេអត់ល្អជាមួយយ៉ាងហ្នឹងចឹងឲ្យគេចាញ់មកគេកលាបោកយើងបណ្ដោយចេញមកចង់ឲ្យទេបាយពីយើងតែពេលច្រើនអ្នកដែលស្រឡាញ់អូនព្រោះដោយសារអូនដូចមិនមែនទៀបទេចាកម្ពស់នេះអាចថាម៉ែត្រប៉ុន្មានដែរ1.75បងអូ1.75ពិបាករហូតសង្សារអូនពិបាកបងតែសង្សារទោះជាមានសង្សារក្រោយក៏យកអ្នកខ្ពស់ដែរជប់យកអ្នកទៀបវិញអញ្ចឹងរកដល់អ្នកទៀបមែនទៀបអូអញ្ចឹងពេលយើងនិយាយមួយគេយើងមានអោនអង្គុយនិយាយអូខេនិយាយលេងទៅអូយតិចសង្សារចាស់ឃើញវីដេអូរបស់យើងគាត់ complain វីដេអូរបស់ខ្ញុំអីចឹង report វីដេអូខ្ញុំបានមើមចាខ្ញុំនិយាយលេងទេចាខ្ពស់ទៀបវាមិនសំខាន់ផ្លូវចិត្តនិងបេះដូងរបស់យើងទាំងពីរនាក់ឬក៏និស័យដែលយើងអាចជួបគ្នាបានតំណែងតំណងពីរដែលមនុស្សពីរនាក់ដែលអាចមានតំណែងតំណងជាមួយគ្នាគឺមិនមែនអាស្រ័យទៅលើកម្ពស់សម្បុរឬក៏ភេទឬក៏តាក់ទងជាមួយនឹងឋានៈអីនោះទេបើសិនជាយើងមាននិស័យយើងអាចនឹងមានឱកាសបានជួបគ្នាហើយយើងស្រឡាញ់គ្នាប៉ុន្តែបើសិនយើងអស់និស័យហើយធ្វើម៉េចយើងលែងមាននិស័យជាមួយគ្នាហើយគេអាចនឹងទៅចាប់ផ្ដើមជីវិតថ្មីរបស់គេហើយយើងក៏ត្រូវតែបន្តទៅមុខជាមួយនឹងជីវិតរបស់យើងបន្តទៀតអញ្ចឹងឥឡូវនេះយើងត្រូវចាប់ផ្ដើមជីវិតថ្មីជាមួយនឹងការដែលយើងត្រៀមនៅក្នុងការស្វែងរកការងារធ្វើអញ្ចឹងបើឧទាហរណ៍ថាយើងទៅធ្វើការកន្លែងថ្មីជួបក្រាស់ឬក៏ជួបមនុស្សនៅក្នុងចិត្តអនាគតអីអញ្ចឹងទៅមានកម្រងថាគាត់គួរតែនៅក្នុង standard ប៉ុណ្ណាដែរសម្រាប់អូនធម្មតាបានសាមញ្ញបានសាមញ្ញប៉ុន្តែល្អជាមួយខ្ញុំរហូតល្អនឹងស្រឡាញ់អូនជាអូនណោះអត់មានរើសអើងណាអត់ទេធម្មតាអ្វីដែលយើងនិយាយគឺយើងនិយាយចេញពីចិត្តរបស់យើងហើយមួយទៀតសំខាន់គឺកម្ពស់កពោប្រហែលអូនណោះសុំផាគ្នាបាយនេះចាមិនគួរពេកក៏បានដែរចាចាំមកសួយទៀតចានេះចាំមកសួយមួយទៀតចាបើសិនជាចាប់អារម្មណ៍ចាអត់ប្រម៉ូទទេនិយាយលេងទេអរគុណអញ្ចឹងពាក់ព័ន្ធជាមួយនឹងការងារវិញបើសិនជាប្អូនចង់ធ្វើការជាជំនាញគណនេយ្យអញ្ចឹងសម្រាប់ប្រិមិត្តក៏ដូចជានយោជកឬក៏ម្ចាស់ស្ថាប័នឬក៏សហគ្រាសផ្សេងដែលគាត់មានបំណងត្រូវការជ្រើសរើសនៅបុគ្គលិកផ្នែកជំនួយការគណនេយ្យអាចធ្វើការ comment លេខទូរស័ព្ទនៅខាងក្រោមវីដេអូរបស់យើងដើម្បីឲ្យក្រុមការងាររបស់យើងនឹងធ្វើការតាក់ទងទៅកាន់ក្រុមហ៊ុនក៏ដូចជាប្អូនមានចំណាប់អារម្មណ៍ទៅលើក្រុមហ៊ុនមួយណាប្អូនអាចចូលទៅមើលនៅក្រោម comment នៃវីដេអូរបស់យើងដើម្បីស្វែងរកការងារដែលប្អូនស្រឡាញ់និងពេញចិត្តណាចាអរគុណច្រើនមានអ្វីចង់ផ្ដាំផ្ញើទៅដល់ប្រិយមិត្តរបស់យើងទេចុងក្រោយនេះជាពិសេសគឺទៅកាន់បងប្អូនយុវវ័យដែលគាត់កំពុងតែក្មេងឥឡូវនេះយើងចាប់ផ្ដើមឈានមកដល់វ័យកណ្ដាលមួយហើយវ័យសមរម្យមួយហើយមិនមែនថាឲ្យចាស់ណាស់ណាហើយក៏មិនមែនក្មេងណាស់ណាដែរអញ្ចឹងមានអីចង់ផ្ដាំផ្ញើទៅដល់បងប្អូនដែលគាត់កំពុងតែស្ថិតនៅក្នុងស្ថានភាពដូចជាបងប្អូនកាលពីមុនចាសូមផ្ដាំដល់បងប្អូនកុំជ្រួតជ្រើមតាមគ្នាពេកយ៉ាកុំធ្វើឲ្យម៉ាក់ប៉ាបាក់ចិត្តយើងត្រូវតែរៀននេះខ្លួនឯងណា strongអភិវឌ្ឍខ្លួនឯងក៏ដូចជាឈរឲ្យរឹងមាំខ្លួនឯងជាពិសេសគឺត្រូវតែធ្វើយ៉ាងណាគឺស្វែងយល់និងយកចិត្តប៉ាម៉ាក់មកដាក់នៅក្នុងចិត្តរបស់យើងឲ្យបានកាន់តែច្រើនកុំឲ្យយើងធ្វើអីតាមតែអារម្មណ៍របស់យើងខ្លាំងពេកเนาะធម្មតាយើងនៅក្មេងយើងតែចង់ធ្វើអីតាមអ្វីដែលយើងចង់ប៉ុន្តែមនុស្សចាស់គាត់ធ្លាប់ក្មេង
តែយើងជាក្មេងមិនធ្លាប់ចាស់ទេអញ្ចឹងអ្វីដែលគាត់ផ្ដល់ដំបូន្មានអ្វីដែលគាត់បានចែករំលែកឬក៏លើកឡើងទៅដល់បងប្អូនឬក៏បដៅណែនាំទៅកាន់បងប្អូនគាត់តែចង់ឲ្យពួកយើងល្អទេព្រោះធម្មតាមានប៉ាម៉ាក់ឯណាមិនស្រឡាញ់កូនឃើញទេហើយក៏គ្មាននរណាគេដែលស្រឡាញ់អូនជាងប៉ាម៉ាក់របស់អូនដែរចាអរគុណច្រើនសម្រាប់ការចូលរួមនៅក្នុងកម្មវិធីរបស់យើងសង្ឃឹមថានឹងជួបគ្នានៅវីដេអូក្រោយៗផ្សេងទៀតអរគុណប្រិមិត្តសង្ឃឹមថានឹងជួបគ្នានៅវីដេអូក្រោយៗទៀតជាមួយនឹងប្រធានបទថ្មីៗនិងគួរឲ្យចាប់អារម្មណ៍កុំភ្លេចណាតាមដានជាមួយនឹង Page និស័យ Media ក្នុងកម្មវិធី Anna Talk Show ដែលយើងនឹងធ្វើការចាក់ផ្សាយនៅកម្មវិធីរបស់យើងនៅរៀងរាល់ថ្ងៃចុងសប្តាហ៍អរគុណសូមគោរព